សូមជូនរឿងទេពអប្សរាស្រូវនិងកសិករខ្ជិលនៅភូមិមួយនៅចំកណ្ដាលវាលស្រូវដ៏ស្រស់ស្ងាត់មានក្មេងជនជាតិខ្មែរម្នាក់ឈ្មោះច័ន្ទនីរ៉ាគេស្លូតប៉ុន្តែគេចូលចិត្តដេកលេងជាងធ្វើការមិត្តភក្តិគេនិយាយថាច័ន្ទនីរ៉ាស្រូវចាប់ផ្ដើមជ្រួញហើយតែគេគ្រាន់តែញញឹមហើយនិយាយថាថ្ងៃស្អែកមែនទេតាស៊ីមនិងក្មេងតារ៉ាចូលទៅជួបច័ន្ទនីរ៉ាតាស៊ីមនិយាយថាបើញាក់មិនដាំស្រូវពេលក្រោយញាក់នឹងមិនមានអាហារទេតាស៊ីមស្ទាបដីបង្ហាញវាលស្រូវជ្រាបស្ងួតច័ន្ទនីរ៉ាជ្រើងស្មាហើយនិយាយថាខ្ញុំនឹងចាប់ផ្ដើមធ្វើវានៅថ្ងៃស្អែកដែរពេលឆ្លងរដូវវស្សាទៅស្រូវចាប់ផ្ដើមជ្រួញជ្រុះវាលស្រូវស្ងួតជាប់គ្នាច័ន្ទនីរ៉ាមើលហើយចាប់ផ្ដើមសោកសៅប៉ុន្តែគេមិនដឹងត្រូវធ្វើដូចម្ដេចនៅរាត្រីមួយច័ន្ទនីរ៉ាដេកសុបិនឃើញនារីមាឡានាងជាទេពអប្សរស្រីដ៏ស្រស់ស្អាតពន្លឺព្រះច័ន្ទភ្លឺបំភ្លឺវាលស្រូវនាងនិយាយថាអ្នកមិនគោរពការងាររបស់ខ្លួនអ្នកទេបើអ្នកមិនប្រែចិត្តស្រូវរបស់អ្នកនឹងខូចខាតអស់ជាក់ជាមិនខានព្រឹកនោះច័ន្ទនីរ៉ាភ្ញាក់ពីដំណេកគេដឹងថាសុបិននោះជាសារពីទេពអប្សរស្រីព្រះអាទិត្យរះនៅលើដំបូលផ្ទះគេនិយាយថាចាប់ពីពេលនេះទៅខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការងារមើលស្រូវឡើងវិញច័ន្ទនីរ៉ាចាប់ផ្ដើមចុះទៅវាលស្រែជាមួយតារ៉ាទឹកត្រជាក់ប៉ះដល់ជើងគេទឹកលើវាលស្រូវស្ទើរតែចាំងពន្លឺព្រះអាទិត្យគេញញឹមដោយសង្ឃឹមថាស្រូវនឹងដុលឡើងវិញទេពអប្សរស្រូវលេចចេញម្ដងទៀតដោយញញឹមសប្បាយចិត្តពន្លឺពណ៌មាសលើវាលស្រូវនាងនិយាយថាអ្នកបានរៀនអំពីតម្លៃនៃការខិតខំប្រឹងប្រែងហើយវេលាដំណាំទុកចាប់ហើយអ្នកភូមិនាំគ្នាអបអរសាទរប្រជាជននាំគ្នាច្រូតស្រូវយ៉ាងសប្បាយច័ន្ទនីរ៉ាផ្លាស់ប្ដូរពីមនុស្សខ្ជិលច្រអូសក្លាយជាមនុស្សឧស្សាហ៍ព្យាយាមទេពអប្សរស្រីឲ្យពន្លឺមាសរះនៅលើភូមិក្របស្រូវមាសបានធ្លាក់ចុះពីមេឃនាងនិយាយថាអ្នកណាខិតខំនោះជីវិតនឹងស្រស់ស្អាតដូចស្រូវមាសនេះផងដែរ